ធប់អស់ទូរស័ព្ទមួយផ្លែតតើអ្នកហ៊ានបោះបង់អ៊ីនធឺណិតចោល50ឆ្នាំដើម្បីទៅរស់នៅលើភ្នំដែលមានក្តីសុខបែបនេះទេនេះហើយជាជីវិតក្នុងក្តីស្រមៃតែយើងគ្រប់គ្នាលួចច្រណែស្ទើរឈួតដៃកាន់តែលុយតែមិនកាន់ទូរស័ព្ទលោកតាវ័យ80ឆ្នាំនិងលោកយាយវ័យ79ឆ្នាំមួយគូនេះបានសាងវិមានស្នេហ៍លើភ្នំថ្ងៃពីគេឯងកន្លះទសវត្សរ៍មកហើយជីវិតពួកគេហាយសូបែបធម្មជាតិនិងមិនបាច់ខ្វល់រឿងឆ្លោយឆាតមិនបាច់ឈឺក្បាលរឿងត្រាម៉ាលើបណ្ដាញសង្គមអ្វីដែលកាន់តែពិសេសគ្រាន់តែចិញ្ចឹមគោលក់លេងពួកគេរកចំណូលបានរាប់ម៉ឺនដុល្លារស្រួលបូករួមទាំងប្រាក់ចូលនិវត្តន៍ទៀតគឺចាយមិនអស់តែម្ដងតើអ្នកច្រណែននឹងជីវិតដ៏ស្ងប់ស្ងាត់របស់ពួកគេដែរទេលោកតាជីរ៉ូនិងលោកយាយណាហាក់ដូចជាម្ចាស់ភ្នំទាំងមូលនៅក្នុងខេត្តមួយក្នុងប្រទេសជប៉ុនព្រោះភូមិដែលធ្លាប់មានមនុស្សរស់នៅអ៊ូអរឥឡូវនេះក្លាយជាវិមានស៊ូឯកជនដែលមានតែ3គ្រួសារប៉ុណ្ណោះសាកស្រមៃមើលទៅនៅរដូវស្លឹកឈើជ្រុះវាស្រែប្រែពណ៌មាសឆ្អិនឆ្អៅហើយពួកគេចំណាយពេលវេលាយ៉ាងរីករាយក្នុងការប្រមូលផលស្រូវដែលល្អបំផុតត្រូវហាលថ្ងៃធម្មជាតិរហូតដល់3សប្តាហ៍មុននឹងក្លាយជាបាយដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកទីក្រុងមានលុយក៏ពិបាករកទិញដែរតើមានប្តីណាដែលយល់ចិត្តនិងតាមចិត្តប្រពន្ធដោយលោកតាជីរ៉ូដែរឬទេហើយពីការងារធ្វើស្រែចម្ការពួកគាត់មានគោ2ក្បាលតែជាទ្រព្យដ៏មានតម្លៃប៉ុន្តែដោយសារតែដឹងថាលោកយាយណាខ្លាចសត្វគោលោកតាសុខចិត្តរ៉ាប់រងការងារធ្ងន់តែម្នាក់ឯងដោយមិនឲ្យប្រពន្ធលំបាកសូម្បីតែបន្តិចទោះបីជាផ្ទះនៅដាច់ស្រយាលមែនតែពួកគេមិនដែលខ្វល់ពីការចូលទីក្រុងឡើយព្រោះទីនេះគឺជាឋានសួគ៌សម្រាប់ពួកគេទៅហើយកាលពីមុនលោកតាជីរ៉ូត្រូវចំណាយពេលរហូតដល់3ម៉ោងទើបទៅដល់ផ្សារតែឥឡូវគាត់ជិះម៉ូតូកាច់រៀងយ៉ាងសង្ហាតែ45នាទីគឺទៅដល់បាត់ហើយអ្វីដែលធ្វើឲ្យគេច្រណែនបំផុតនោះគឺអាហារពេលល្ងាចដ៏ពិសេសយប់នេះមាន់អាំងដ៏ឈ្ងុយឆ្ងាញ់ក្រោមពន្លឺភ្លើងដ៏កក់ក្ដៅពួកគេបានសម្រេចចិត្តថានឹងចំណាយពេលដែលនៅសេសសល់ក្នុងជីវិតនៅទីនេះជាមួយគ្នាមិនត្រូវការអ្នកជិតខាងមិនត្រូវការភាពអ៊ូអរព្រោះសម្រាប់ពួកគេមានតែគ្នា2នាក់គឺគ្រប់គ្រាន់ហើយឃើញហើយពិតជាច្រណែនក្តីសុខរបស់ពួកគេខ្លាំងណាស់តើអ្នកប្រាថ្នាចង់បានជីវិតចុងក្រោយដ៏ស្ងប់ស្ងាត់បែបនេះទេកុំភ្លេចខមមិននៅខាងក្រោម